ការប្រើក្រសែភ្នែកធាតុផ្សំដ៏សំខាន់មួយដើម្បីធ្វើជាអ្នកស្ដាប់ដ៏ល្អគឺការប្រើក្រសែភ្នែកមើលទៅកាន់អ្នកដែលកំពុងនិយាយដូច្នេះហើយអ្នកអាចមើលដឹងថានរណាម្នាក់យកចិត្តទុកដាក់ស្ដាប់អ្វីដែលអ្នកកំពុងនិយាយបានល្អដល់កម្រិតណាតាមរយៈការសម្លឹងមើលទៅកាន់ក្រសែភ្នែករបស់ពួកគេការរេក្រសែភ្នែកចេញបានបញ្ជាក់ឲ្យដឹងថាទស្សនិកជនរបស់អ្នកមិនបានចាប់អារម្មណ៍លើអ្វីដែលអ្នកកំពុងនិយាយឡើយពួកគេអាចនឹងចាប់អារម្មណ៍លើអ្វីដែលកំពុងកើតឡើងនៅពីក្រោយខ្នងឬជុំវិញខ្លួនអ្នកជាដើមចំណែកឯការប្រព្រឹត្តភ្នែកមានន័យថាទស្សនិកជនរបស់អ្នកហាក់មានអារម្មណ៍ច្របូកច្របល់ហើយចំណែកឯការបង្រួមភ្នែកមានន័យថាអ្នកបាននិយាយអ្វីមួយដែលធ្វើឲ្យពួកគេខឹងក៏ប៉ុន្តែប្រសិនបើទស្សនិកជនរបស់អ្នកបាននឹងកំពុងមើលមកចំអ្នកដោយផ្ទាល់វាមានន័យថាពួកគេកំពុងតែផ្ដោតអារម្មណ៍ទាំងស្រុងមកលើអ្នកហើយប្រសិនបើអ្នកបានឃើញថាក្រសែភ្នែករបស់ទស្សនិកជនរបស់អ្នកកំពុងតែរេចេញពីអ្នកអាចទាញយកចំណាប់អារម្មណ៍របស់ពួកគេមកវិញបានតាមរយៈការឈរពីមុខពួកគេហើយសម្លឹងទៅមើលភ្នែករបស់ពួកគេវិធីនេះអាចជួយពួកគេឲ្យចាប់អារម្មណ៍នៅអ្វីដែលអ្នកកំពុងនិយាយឡើងវិញហើយក៏អាចទទួលបានការឆ្លើយតបខ្លះៗផងដែរនៅពេលដែលអ្នកកំពុងនិយាយទៅកាន់ក្រុមមនុស្សដែលមានសមាជិកច្រើនអ្នកអាចទាក់ទាញស្នាអារម្មណ៍ពីពួកគេមកលើអ្នកបានតាមរយៈការប្រើក្រសែភ្នែកដែលផ្ទាល់ទៅកាន់ពួកគេជាលក្ខណៈបុគ្គលម្នាក់ម្ដងការធ្វើបែបនេះក៏អាចជួយដាស់តឿនអ្នកឲ្យចងចាំផងដែរថាក្នុងកំណងអ្នកកំពុងនិយាយទៅកាន់នរណាម្នាក់មិនមែននិយាយទៅកាន់ខ្យល់អាកាសឬបរិយាកាសរំខានឬស្ថិតនៅក្នុងជុំវិញខ្លួនអ្នកឡើយមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលអ្នកព្យាយាមប្រើក្រសែភ្នែកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាលក្ខណៈបុគ្គលជាមួយនឹងពួកគេបែបនេះពួកគេនឹងមានអារម្មណ៍ថាការស្ដាប់អ្វីដែលកំពុងនិយាយគឺជាការទទួលខុសត្រូវពួកគេដូច្នេះពួកគេត្រូវតែបង្កើនការយកចិត្តទុកដាក់ជាងមុន